អូខេឥឡូវតោះមកដល់វីដេអូទី3បាទវីដេអូទី2គឺយើងចាក់សាច់ម៉ត់បាទឥឡូវមកដល់វីដេអូទី3នេះគឺដូរផ្ទៃពីខាងក្រោយឲ្យទៅជាផ្ទៃពណ៌ខៀវវិញបាទអញ្ចឹងងាយទេវីដេអូនេះក៏មិនលំបាកដែរបងប្អូនចុចតាមតែខ្ញុំមកគឺធ្វើការហើយជឿជាក់អ្នកដែលរៀនហើយគឺមិនលំបាកធ្វើទេបើអ្នកដែលមិនរៀនសោះក៏រៀនពិបាកធ្វើតិចហើយបាទអញ្ចឹងដើម្បីអាចដូរផ្ទៃបានបងប្អូនត្រូវចុចទៅលើប៊ូតុងមួយដែលមានឈ្មោះថា select នៅខាងលើនេះបាទចុចមកហើយបងប្អូនជ្រើសរើសយកពាក្យ subject អូខេចុច subject មករងចាំបន្តិចណាដើម្បីឲ្យវាដំណើរការបន្តិចទៅអូខេអញ្ចឹងពេលដែលវាចេញមកវាerrorចេះខ្ញុំអត់យកទេខ្ញុំសូមចុច Ctrl D ដើម្បីដោះ select ចេញបាទខ្ញុំប្រើផ្សេងមួយទៀតបើសិនជាករណីថាបងប្អូនជួបអញ្ចឹងបងប្អូនប្រើ tool នេះវិញ tool នេះដែលវាមានឈ្មោះថា subject selection tool ណាបាទចុច subject selection tool នឹងវិញមកហើយបងប្អូនយកវាមកអូសឲ្យព័ទ្ធជុំវិញនៅលើរូបដូចខ្ញុំអូសអញ្ចឹងឃើញដូចវីដេអូខ្ញុំកំពុងធ្វើអញ្ចឹងបាទធ្វើម៉េចកុំឲ្យព័ទ្ធជុំវិញរូបកុំឲ្យផុតណាបាទអូសឲ្យព័ទ្ធជុំវិញហើយលែងមករងចាំបន្តិចចាំមើលវា select តើវា select បានប៉ុណ្ណាបាទចាំតិចទៅបាទអូខេបាទ select បានហើយនេះគឺវា select អញ្ចឹងណាវា select នៅលើរូបហ្នឹងគឺ select បែបហ្នឹងបន្ទាប់មកទៀតបងប្អូនចុច Control អក្សរ J បាទសម្បូរណាស់ចុច Control J ហ្នឹងបាទបងប្អូនឃើញនៅកន្លែងនេះមានដល់ទៅ3នេះអញ្ចឹងខ្ញុំចុច Control J វាបានខាងលើនេះមួយទៀតអញ្ចឹងបងប្អូនឈរនៅកន្លែងកណ្ដាលនេះអាបន្ទាប់ពីលើណាឈរចំកន្លែងហ្នឹងមកហើយបងប្អូនចូល create new layer បាទចុចចូលកន្លែងនេះដូចរូបប្រច័នអញ្ចឹងហ្នឹងចុចចូលវាមកហើយយក solid color អូខេនេះវានឹងចេញផ្ទៃពណ៌ខៀវឲ្យយើងបែបនេះដូរផ្ទៃរួចបាត់ហើយបងប្អូនឃើញណាដូររួចបាត់ហើយសូមបញ្ជាក់ផងដែរសម្រាប់ផ្ទៃពណ៌ខៀវនេះហេតុអីបានយើងចុចពកមកវាចេញខៀវអញ្ចឹងគឺវារត់ទៅតាមកន្លែងនេះបងប្អូននេះវារត់ទៅតាមកន្លែងនេះមើលឃើញមកខ្ញុំណារត់ទៅតាមកន្លែងគេហៅថាforeground បាទវារត់ទៅតាមផ្ទៃ foreground អញ្ចឹងបើផ្ទៃ foreground របស់បងប្អូននេះពណ៌ក្រហមពណ៌ខ្មៅចេះឧទាហរណ៍ណាពណ៌ខ្មៅអញ្ចឹងនេះផ្ទៃពណ៌ខ្មៅអញ្ចឹងពេលដែលបងប្អូនចុចអាកន្លែង create new layer ហ្នឹងមកវានឹងចេញខ្មៅដែរបាទវានឹងចេញខ្មៅអញ្ចឹងវាកន្លែងនេះបងប្អូនដូរវាហើយក៏បានដូរពេលដែលយើងចុច solid color ក៏បានដែរអត់អីទេឥឡូវខ្ញុំថាខ្ញុំដូរយកប៉ុណ្នេះចុះហើយខ្ញុំចុច OK បាទអញ្ចឹងណាបងប្អូនចុចកន្លែងហ្នឹងមកហើយយក solid color មកវាចេញឲ្យយើងមើលតនេះបងប្អូនណាបាទអូខេដូរផ្ទៃរួចហើយបាទលឿនវាយបាទមិនពិបាកទេអញ្ចឹងវីដេអូទី3របស់ខ្ញុំគឺមានប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការតាមដានទស្សនា